បាទថ្ងៃនេះខ្ញុំចេញវីដេអូមួយនិយាយអំពីរបៀបមើលខោម៉ាក Levi ថាវាជាខោ original ឬក៏ជាខោ fake ដោយសារតែមានបងប្អូនយើងគាត់នៅតែបែងចែកមិនច្បាស់ថាខោ Levi មួយណាជាខោ fake មួយណាជាខោ original អញ្ចឹងនេះវាជាចំណេះដឹងបន្ថែមចែកម្លែកដល់បងប្អូនយើងកុំឲ្យយើងទិញរបស់មកបានថាយើងទិញមកគេខកយើងបានណាគេថាជារបស់ original តែពេលយើងយកមកគឺជា fake អញ្ចឹងយើងវាមិនបញ្ហាអីទេគាត់ថាយើងពិបាកក្នុងការដូរចុះដូរឡើងចឹងធ្វើឲ្យយើងស្ដាយលុយដែរអញ្ចឹងចំពោះខោម៉ាក Levi គឺវាមានច្រើនជម្រើសហើយនឹងការផលិតវាគឺវាមានសេរីចាស់និងសេរីថ្មីអញ្ចឹងខ្ញុំចង់ចែកម្លែកគឺសេរីថ្មីចុះភាសាសេរីចាស់យើងពិបាកក្នុងការយើងសំខាន់យើងស្គាល់អំពីខោ basic Levi basic ធម្មតាចឹងពួក Levi វាមានលេខសម្គាល់វាច្រើនខ្ញុំលើកយកមកនិយាយនេះគឺចំពោះខោម៉ាក Levi 501លេខសម្គាល់វា501ចឹងដោយសារតែខ្ញុំអត់មានខោ fake យកមកដាក់ប្រៀបធៀបគ្នាដើម្បីចែកឲ្យបងប្អូនមើលចឹងខ្ញុំមានតែខោ original ខ្ញុំនឹងនិយាយប្រៀបធៀបថាវាខុសគ្នាត្រង់ចំណុចណាខ្លះចឹងខ្ញុំនិយាយដោយសារតែភាពខុសគ្នាវាមានច្រើនអញ្ចឹងខ្ញុំនិយាយតែពីចំណុចសំខាន់ដែលយើងអាចកត់សម្គាល់បានអ្វីដែលយើងត្រូវមើលដំបូងគឺយើងមើលទៅលើរូបរាងតែម្ដងរូបរាងខោចឹងរូបរាងខោ original គឺវាធ្វើវាសមធ្វើបានយ៉ាងស្អាតបានន័យថាសមរូបសមរាងគឺស្តង់ដារតាមកប៉ាល់របស់វាធ្វើបានយ៉ាងស្អាតតាមដែលលេខចង្កេះវាបើចង្កេះតូចកប៉ាល់វាសមមកល្មមចង្កេះវាធំកប៉ាល់វានឹងធំទៅតាមចង្កេះដែរតែចំពោះខោ fake បាទរូបរាងវាគឺពេលខ្លះធ្វើមកគឺអត់សមទេបានន័យថាវាមិនមែនស្តង់ដារអញ្ចឹងពេលខ្លះកប៉ាល់វាគឺអត់ស្អាតពេលខ្លះកប៉ាល់វាទៅជាគៀកជាមួយនឹងធ្នេកណ្ដាលពេលខ្លះទៅជាឃ្លាតពេលខ្លះទៅជាលេខចង្កេះវាតូចល្មមទៅជាកប៉ាល់ធំអញ្ចឹងក៏មាន fake ខ្លះវាធ្វើបានដូចដែរវាធ្វើទៅវារាងស្អាតដែរអញ្ចឹងចំណុចទី1យើងមើលទៅលើរូបរាងអញ្ចឹងចំណុចទី2យើងអាចទៅមើលទៅលើផាកខាងក្រោយនេះបាទដែលយើងហៅថាស្លាកខាងក្រោយនេះគឺជាស្លាកសម្គាល់ brand Levi បាទ brand Levi ស្លាកសម្គាល់ brand ហើយនឹងសម្គាល់ថាវាជាប្រភេទ Levi ដែលមានលេខកូដប៉ុន្មានដែលលេខកូដវាដាក់នៅលើនេះគឺប្រភេទ501បាទអញ្ចឹងផាកខាងក្រោយនេះគឺវាធ្វើឡើងលក្ខណៈស្បែកប៉ុន្តែវាមិនស្បែកទេគេហៅថាស្បែកសុបនិមិត្តដែលមានជាតិស្បែកនៅក្នុងនឹងខ្លះដែរហើយចំពោះភាពខុសគ្នាចំពោះខោ original វាធ្វើស្លាកនេះគឺវាបោះពុំបានយ៉ាងស្អាតទឹកថ្នាំវាគឺច្បាស់មិនងាយហាប់ពណ៌សូម្បីតែទឹកថ្នាំទឹកដែលໄວសម្គាល់លេខដែលមានពណ៌ខ្មៅនេះគឺវាធ្វើបានយ៉ាង smooth ល្អបាទច្បាស់តែចំពោះខោ fake គឺវាមានផ្លាកដូចគ្នាធ្វើផ្លាកមកនេះគ្នាតែគ្រាន់តែការបោះពុំរបស់ខោ fake គឺវាអត់ស្អាត 100% ដូចខោ original ទេវារៀងស្លេកជាងនឹងបន្តិចទឹកថ្នាំវារៀងខុសនឹងបន្តិចហើយទឹកថ្នាំខ្មៅសម្គាល់ម៉ាកកូដ Levi ហ្នឹងក៏វាអត់ smooth ចឹងដែរភាគច្រើនគឺវាស្ទើរទឹកថ្នាំរៀងស្លេកហើយនឹងអត់ smooth អានេះចំណុចទី2ដែលយើងត្រូវមើលចំណុចទី3យើងអាចមើលទៅលើ red tape បាទ red tape ជាង red tape នេះគឺវាសម្គាល់ប្រភេទ Levi ដែលវាពិចារ basic Levi basic បាននៅខោ Levi ធម្មតាហ្នឹងគឺវាប្រើ red tape ពិចារ YouTube ទៅដោយសារតែខោ fake គឺវាធ្វើ red tape បានសឹងតែ 100% អញ្ចឹងយើងមិនអាចសម្គាល់បានទេពេលដែលយើងមើលប៉ុន្តែពេលដែលយើងយកមកដាក់ចិត្តយើងកាន់យើងមើលខាងក្នុងវានឹងមានភាពខុសគ្នា
ដោយសារតែខោ original អញ្ចឹងកណាត់ red tape នេះវារាងក្រាស់ហើយនឹង smooth ល្អហើយការប៉ាក់អក្សរ Levi នៅខាងលើកណាត់ក្រហមហ្នឹងគឺវាប៉ាក់បានហាប់បានណែនល្អបានវាចេះវាអត់យាប៉ុន្តែចំពោះខោ fake គឺវាប៉ាក់បានដែរតែចេះវារាងយាបានតែចេះវារាងអត់សូវញឹកហើយកណាត់ red tape ហ្នឹងគឺវារាងស្ដើងជាងខោ original បាទតែប៉ុណ្ណឹងហើយចំពោះកប៉ាល់យើងខាងនេះវាធ្វើបានដូច100%អញ្ចឹងយើងអត់និយាយទេអញ្ចឹងយើងទៅនិយាយផ្នែកខាងមុខបាទអញ្ចឹងខាងមុខនេះវាធ្វើបានដូចគ្នាហើយពពួក Levi ដែលមានលេខកូដ501គឺវាប្រើឡេវហើយបេតុងផ្លាយប្រើឡេវវាសូមបញ្ជាក់ប្រាប់បងប្អូនយើងបន្តិចខោ Levi ដែលមានចង្កេះចាប់ពី31ឡើងលើគឺវាប្រើប៊ូតុង5គ្រាប់តែចំពោះខោ Levi ដែលវាមានចង្កេះ30ចុចក្រោមគឺវាប្រើប៊ូតុងនេះតែ4គ្រាប់ទេបូកជាមួយនឹងប៊ូតុងធំនេះបាទហើយភាពខុសគ្នាជាមួយឡេវជាមួយនឹងខោ original និងខោ fake គឺយើងវាធ្វើបានដូចគ្នា100%យើងអាចសង្កល់បានទេចឹងអ្វីដែលយើងអាចសង្កល់បានទៅលើឡេវយើងអាចសង្កល់បានវាអាចមកមើលខាងផ្នែកខាងក្រោមឡេវខាងក្រោមឡេវគឺវាមានលេខសង្កល់បាទសង្កល់4ខ្ទង់ចឹងបងប្អូនតែសួរថាតើលេខសង្កល់នេះជាលេខសង្កល់អ្វីបាទចឹងចង់ប្រាប់បងប្អូនថាលេខសង្កល់នេះគឺសម្រាប់សង្កល់ថាខោនឹងផលិតនៅរោងចក្រណាបើយើងនិយាយចំពោះសារ៉ាមេរិកដោយសារតែសារ៉ាមេរិកវាធំអញ្ចឹងលេខសម្គាល់ដែលនៅលើក្បាលលាវនេះគឺចង់ជឿប្រាប់ថាវាផលិតនៅរោងចក្រណានៅក្នុងរដ្ឋណាឧទាហរណ៍ដូចជា Levi ដែលល្បីល្បាញដែលវាលក់ដាច់ជាងគេដែលវាមានក្បាលលាវ5 3ដើមអញ្ចឹងគឺវាសម្គាល់ថាវាផលិតនៅរោងចក្រដែលស្ថិតនៅក្នុងទីក្រុង San Francisco ដែលរោងចក្រវាគឺមានដើមកំណើតយូរជាងគេក្នុងសហរដ្ឋអាមេរិកគឺជាង100ឆ្នាំចឹងធ្វើឲ្យខោដែលមានក្របលាវដែលមានលេខ5 3ដើមហ្នឹងគឺវាល្បីល្បាញទៅតាមនោះដែរហើយចំពោះបច្ចុប្បន្នចឹងចំពោះ NOC យើងលេខកូដដែលលើក្បាលលាវនេះគឺវាគ្រាន់តែសម្គាល់ថាវាផលិតនៅប្រទេសណាតែប៉ុណ្ណោះដោយសារតែ NOC យើងប្រទេសយើងតូចចឹងវាមិនបានសម្គាល់ថាផលិតនៅទីក្រុងណាឬរោងចក្រណាទេគឺសម្រាប់សម្គាល់ថាវាផលិតនៅប្រទេសណាតែម្ដងហើយចំពោះភាពខុសគ្នារវាងខោ fake ហើយនិងខោ original ចំពោះក្របលាវនេះគឺវាមានលក្ខណៈខ្លះដែរចំពោះ original គឺវាបាទចាំច្បាស់គឺគូតលាវវាគឺធ្វើបានឡើងស្ដើងហើយការឆ្លាក់របស់គេគឺលក្ខណៈស្រាលគឺមិនជ្រៅវាអាចមើលឃើញព្រាលយើងចង់មើលច្បាស់តែយើងយកភ្លើងបញ្ចាំងតែចំពោះខោ fake វិញគូតលាវវាគឺវាធ្វើឡើងរាងកំពង់ចឹងហ្នឹងវាអាចធ្វើបាន100%ដូចក្របលាវស៊ីនណាអញ្ចឹងវាកំពង់ចឹងហ្នឹងហើយលេខដែលស្ថិតនៅលើក្បាលលាវគឺមានលក្ខណៈថាឆ្លាក់ជ្រៅចឹងហ្នឹងមើលទៅកលេចទៅគឺឃើញច្បាស់តែម្ដងអាហ្នឹងយើងមើលទៅយើងអាចសម្គាល់ឲ្យហ្នឹងបានថាវាជាខោ fake តែម្ដងនេះចំពោះមើលគូតលាវហើយចំពោះលក្ខណៈខោ Levi ខោម៉ាដាវាមាន option បន្ថែមគឺជើងចុងជើងវានេះគឺអត់មានធ្នេផ្កាដូងឬផ្កាស្លាយទេគឺធ្នេគឺដេសាមញ្ញគឺដេធ្នេមួយធម្មតាចឹងវាខុសជាមួយនឹងពពួកខោដែលមានដេធ្នេផ្កាដូងវាជាប្រភេទដែលខោគេហៅថា Big E Premium ដែលមានគុណភាពខ្ពស់ជាងខោ Basic ធម្មតាប៉ុន្តែខោ Levi ធម្មតាអត់មាន Big E អីមានថ្មី Premium អាហ្នឹងគូពីហើយបើបងប្អូនទិញខោ Levi ធម្មតាដែលមានជើងដេផ្កាដូងធ្នេផ្កាដូងក៏វា copy ដែរ